ថ្ងៃនេះគឺថាទៅម៉ាក្រូទៀតហើយពុកម៉ែបងប្អូនទាំងអស់គ្នាពុះស្អែកថ្ងៃអាទិត្យអញ្ចឹងឡើងអស់ម្ហូបយើងមកម៉ាក្រូដើម្បីមកទិញម្ហូបទឹកហូបទៅមកហូបព្រឹកអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវគឺចង់ភើយើងមកមើលទាថាចង់ទិញទាមើលពឹបទាថ្លៃពេកឥឡូវមានតែទិញសាច់ជ្រូកទៀតហើយអញ្ចឹងដាក់សាច់ជ្រូកមក1គីឡូមកពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីយកអានឹងយើងស្ងោរក៏បានយើងយកទៅប្រឡាក់ចៀនក៏បានទៀតមកទៀតគឺចង់ភើយើងមកទិញជាមួយនឹងសាច់មាន់ទុកឲ្យកូនគាត់ហូបចៀនបំពងទៅឲ្យគាត់ពេលព្រឹកហើយយើងក៏បានយកមកថ្លឹងទាំងអស់គ្នាណាពុកម៉ែបងប្អូនទាំងអស់គ្នាណែបន្ទាប់មកទៀតគឺនេះគឺមកដល់កន្លែងលក់ស្រាតែបានទិញទេអត់លុយជាងឡើងយើងក៏ហូមកទិញទឹកចំនួន2យោទៅពុកម៉ែបងប្អូនទាំងអស់គ្នាព្រោះថានៅផ្ទះអស់ទឹកអាលីងចឹងយើងថែម2យោទៅបន្ទាប់មកទៀតចង់ភើយើងថាឲ្យលើនោះក៏លើកតែទឹក2យោនោះក៏លើកមិនចង់រួយដែរពុកម៉ែបងប្អូនអរគ្នាអើយឥឡូវនេះគឺទិញទឹកជ្រលក់ទៅឲ្យកូនហូបជាមួយសាច់មាន់ដែលយើងទិញមិញហ្នឹងគឺពេលជៀនទៅគឺចូលចិត្តណាស់ទឹកជ្រលក់បន្ទាប់មកទៀតចង់ភើយើងគឺថាមកគិតមើលខ្លាចខ្វះលុយមើលសរុបអស់ប្រហែលអីប្រហែលតែខ្វះលុយទៅដឹងតែសន្ធំវីបោហើយចង់ភើយើងហ្នឹងអត់អីទេទៅយកជាមួយនឹងចង្កឹះមកបានមកថងទេបន្ទាប់មកទៀតចង់ភើយើងក៏មកដល់កន្លែងគិតលុយភ័យផងអផងកាច់ខ្វះលុយឲ្យគេតែអត់អីទេគ្រប់ល្មមផឌីប៉ែលើឥឡូវគឺយើងមកដល់កន្លែងឡានយើងហើយពុកម៉ែបងប្អូនអ្នកគ្នាវីដេអូក៏មានតែប៉ុណ្្នឹងបាយ